ធិការនគរបាលស្រុកស្វាយជ្រុំដឹកនាំកម្លាំងល្បាតចល័តលើផ្ទៃទឹកបង្ការទប់ស្កាត់បទល្មើសនេសាទខេត្តស្វាយរៀងលោកវរៈស្នេហ៍ឯកសោមសុភ័ណ្ឌអធិការនគរបាលស្រុកស្វាយជ្រុំបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំងនៅថ្ងៃទី17ខែតុលាឆ្នាំ2025នេះបានចុះល្បាតចល័តលើផ្ទៃទឹកចំណុះព្រែកនៀលដើម្បីបង្ការទប់ស្កាត់បទល្មើសនេសាទត្រីខុសច្បាប់ស្ថិតនៅក្នុងភូមិបាយ៉ាប់ឃុំបាសាក់ស្រុកស្វាយជ្រុំខេត្តស្វាយរៀងការចុះល្បាតបង្ការទប់ស្កាត់បទល្មើសនេសាទត្រីខុសច្បាប់ខាងលើនេះក៏មានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់លោកនាយរងប៉ុស្តិ៍ការពារព្រំដែននិងមន្ត្រីប៉ុស្តិ៍ការពារព្រំដែនផងដែរលោកវរៈស្នេហ៍ឯកសោមសុភ័ណ្ឌអធិការនគរបាលស្រុកស្វាយជ្រុំបញ្ជាក់ថានាពេលកន្លងមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ក៏ដូចជាកម្លាំងប៉ុស្តិ៍ការពារព្រំដែនខាងលើនេះតែងតែសហការគ្នាជាមួយកម្លាំងជំនាញពាក់ព័ន្ធក្នុងស្រុកដើម្បីធ្វើការចុះល្បាតនៅតាមតំបន់គោលដៅនេសាទខុសច្បាប់ដើម្បីបង្ការទប់ស្កាត់ឲ្យបាននៅរាល់បទល្មើសនេសាទត្រីខុសច្បាប់ជាពិសេសក្នុងរដូវហាមឃាត់នេសាទនិងអនុវត្តតាមគោលការណ៍ណែនាំរបស់ថ្នាក់លើនិងជំនាញពាក់ព័ន្ធទាំងអស់ផងដែរ